ngày ấy các bạn là hôm gì tới mỏ spike các bạn mình tèn chẳng đừng nói mùa hạt ấy bà mỏ spike các bạn hay dân thử đặt slide đào vị trí nè trong video này làm phép này được nhỉ hello just đây này ok về cầm về chụp mình nhóm thì đấy chụp mình nhóm chèn hùi chân phải cùng một cảnh video thay mày trong video mình đi cứ nhóm nó phép này được ok nhé thà mùa hạt ấy bạn chỉ vừa sang làm mỏ spike các bạn hay chờ dưỡng cụ đặt slide đào vị trí nè chắc cả là một spike ba mình thầm ta thua dương của bạn trôi mà khăn từ đó càng nhiên chỉ việc phải chăm ngày thế vì tham thành thua dương qua kế tiền chẳng hạn đây bạn chỉ dùng một ba dương cụ đã sẽ đào vị trí nè trong một là hai bạn chọn đã đào là dương một spike ba nắng thì mỗi cứประกันnăngผลิตផលថែសក់ spike ba dương មានសភាពស្ដើងជាង spike នៅកន្លែងផ្សេងៗទៀតនៃរាងកាយអញ្ចឹងថ្នាំលាបសក់សាប៊ូកក់សក់ក្រែមបន្ទន់ឬក៏ផលិតផលថែសក់មួយចំនួនគឺវាអាចផ្ទុកនូវសារធាតុគីមីក្លិនក្រអូបសពនិមិត្តនឹងជាតិកាត់ខ្លាំងដែលធ្វើឲ្យ spike យើងមានប្រតិកម្មហើយបង្កទៅជាលាកឬក៏រមាស់ចឹងយើងគួរសាកល្បងឈប់ប្រើផលិតផលថែសក់ដែលយើងសង្ស័យថាបង្កឲ្យ spike មានប្រតិកម្មមួយអាទិត្យឬក៏មួយរយៈពេលសិនទៅដើម្បីមើលថាតើការរ៉ាត់រមាស់ spike យើងនឹងវាមានធូរស្រាលធូរស្បើយអីអត់ទី2គឺអាលាកឬសក់យើងអាចអាលាកដោយសារតែឆ្លងបាក់តេរីហើយអាចរាលដាលទៅឬផ្សេងទៀតដែលអាចបណ្ដាលឲ្យឡើងដុំពកក្រហមដូចមុនលើ spike នឹងធ្វើឲ្យយើងគឺនឹងរមាស់ការរលាកឬសក់ស្រាលអាចជាសះស្បើយក្នុងរយៈពេល2ទៅ3ថ្ងៃដែលខ្លួនឯងតែបើករណីធ្ងន់ធ្ងរយើងគួរតែទៅពេទ្យសះស្បែកដើម្បីឲ្យពេទ្យពិនិត្យមើលហើយនឹងឲ្យពេទ្យចេញវិជ្ជាបញ្ជាថ្នាំឲ្យយើងញ៉ាំធម្មតាថ្នាំដែលយើងត្រូវញ៉ាំហ្នឹងភាគច្រើនគឺថ្នាំសាទី3គឺមានកែធ្វើឲ្យស្បែកក្បាលរបស់យើងមួហើយបង្កជាស្បែកជ្រុះលើសក់ឬក៏អាវបើសិនបើយើងអេះក្បាលដូច្នេះបើយើងសង្ស័យថាលមួស្បែកក្បាលដែលសាកែយើងគួររកមើលអាប្រទេសសដែលមាននៅលើសក់ឬក៏អាវរបស់យើងណាភាគច្រើនយើងអាចព្យាបាលកែដោយប្រើសាប៊ូកក់សក់សម្រាប់ព្យាបាលកែតែយើងត្រូវការអនុវត្តការណែនាំរបស់ផលិតផលដោយប្រុងប្រយ័ត្នទី4គឺខាន់កក់សក់យូរនៅពេលដែលយើងអត់បានកក់សក់ញឹកញាប់ដល់ឲ្យនឹងស្បែកក្បាលនឹងឬសក់នឹងវានឹងឡើងភេងឬក៏ក្អែដែលបណ្ដាលឲ្យមួអញ្ចឹងបើយើងមានបញ្ហាអញ្ចឹងយើងគួរតែកក់សក់មួយថ្ងៃមួយថ្ងៃទី5បែកញើសច្រើនអញ្ចឹងស្បែកក្បាលអាចនឹងលមាត់ដោយសារតែការបែកញើសច្រើនព្រោះញើសវាសំឡើងពីទឹកជីខ្លាញ់នឹងអំបិលអញ្ចឹងនៅពេលដែលញើសស្ងួតសារធាតុទាំងអស់ហ្នឹងវាជាប់នៅលើស្បែកក្បាលដែលយើងធ្វើឲ្យយើងនោះអាមួអញ្ចឹងបន្ទាប់ពីបែកញើសច្រើនយើងគួរតែកក់សក់ទី6គឺការសែងស្បែកក្បាលយើងអាចកើតស្រែងដោយសារតែឆ្លងមេរោគផ្សិតដែលបណ្ដាលឲ្យលមាស់អញ្ចឹងនឹងឡើងកតួដូចរៀងឌឺមវងអញ្ចឹងបើយើងមានអាការៈបែបហ្នឹងយើងអាចលាបថ្នាំព្យាបាលសែងទៅទី7គឺការចាយអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបើសិនជាគេនៅជិតគ្នាឬក៏ប្រើកសែងជូតសក់ក្រាស់ឬក៏ខ្នើយរួមគ្នាចាយពងនៅលើគល់សក់អាចកើនចំនួនយ៉ាងឆាប់រហ័សលើពីនេះទៅទៀតចាយវាខំស្បែកក្បាលយើងដើម្បីបើកឈាមដែលជាហេតុធ្វើឲ្យរមាស់ស្បែកក្បាលបើយើងសង្ស័យថាយើងមានចាយយើងអាចពឹងឲ្យអ្នកផ្ទះជួយរកមើលថាតើមានពងចាយលើសក់អត់បើយើងឃើញមានយើងគួរតែប្រើសាប៊ូកម្ចាត់ចាយដែលប្រើស្និទ្ធចាយនិងពឹងឲ្យអ្នកផ្ទះជួយបូតពងចាយដើម្បីឲ្យឆាប់អស់ហើយបើយើងមកស្បែកក្បាលយើងគួរតែពឹងឲ្យជួយអ្នកផ្ទះមើលស្បែកក្បាលយើងទើបដឹងថាមកពីមូលហេតុអីប្រកបបើសិនបើយើងរមាស់ស្បែកក្បាលលើពី2សប្តាហ៍ឡើងទៅរួមមានតែអាការៈដូចជាមានដុំពុកឬក៏ឈឺចាប់ជាដើមយើងគួរតែជួបជាមួយនឹងគ្រូពេទ្យសើស្បែកអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្ណឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ